ទេវីជីប្អូនស្រីក៏បានដើរមកដល់ហើយនាយរំដួលក៏ស្រវាខ្ចប់លាក់ប្រាក់ស្លឹងនោះទុកវិញទេវីដាក់ផ្តិលប្រាក់ចុះហើយនិយាយថានេះបងរំដួលមិនតន់ចូលសម្រាប់ទៀតមែនទេឬមួយក៏បងរំដួលនឹកដល់បងសោតតើប៉ាត់អត់នាយរំដួលញញឹមបន្តិចហាក់អៀនផងក៏បានតបថាបងមានឯណាបងគឺនៅចាំទេវីមកសម្រាប់ជាមួយគ្នាណាហើយអូនទៅមកពីណាដែរទេវីក៏បានឆ្លើយគឺមកពីបន្ទប់អុជធូបនិយាយជាមួយអ្នកម៉ែព្រោះថ្ងៃនេះជាថ្ងៃសិលអូមែនហើយមុននេះខ្ញុំដូចឃើញបងកំពុងមើលអ្វីម្យ៉ាងតែជារបស់អ្វីទៅនាយរំដួលធ្វើទឹកមុខស្មើហើយក៏តបវិញថាគ្មានអីនោះទេនោះគឺជាកន្សែងដៃដែលបងសូតគាត់ផ្ញើពីរាជធានីមកឲ្យបងទេវីញញឹមហើយក៏តបថាបើអញ្ចឹងយើងឆាប់សម្រាប់ទៅបងយប់កាន់តែជ្រៅហើយនិយាយហើយអ្នកទាំងពីរក៏បានឡើងក្រែសម្រាប់ខណៈពេលនោះទេវីក៏បានប្រាស់ខ្លួនបែរមកចំហៀងហើយគិតថាហេតុអ្វីក៏បងរំដោះកុហកខ្ញុំមុននេះខ្ញុំបានឃើញគាត់មើលរបស់មួយយ៉ាងភ្លឺច្បាស់ណាស់ហេតុអ្វីបានជាគាត់ប្រាប់ខ្ញុំថាជាកន្សែងសូត្រទៅវិញគិតបានត្រឹមប៉ុណ្ណេះទេវីក៏ដន្ទ្រាលងលក់បាត់ទៅនៅក្រោមដើមត្នោតមួយកន្លែងនាយយមកំពុងតែហាត់ក្បាច់ដាវយ៉ាងស្វាហាប់តែម្នាក់ឯងពេលនោះទេវីក៏បានដើរមកដល់ហើយឈប់ផ្អែកទៅនឹងដើមត្នោតបង្ហាញអារម្មណ៍ហាក់មិនអស់ចិត្តនឹងរឿងអ្វីមួយឃើញដូច្នោះនាយយមក៏បានសួរថាទេវីមានរឿងអ្វីមិនសប្បាយចិត្តមែនទេបានជាធ្វើមុខក្រញ៉ៃដូច្នេះភ្លាមនោះទេវីក៏បានលើកយកប្រាក់ស្លឹងដែលខ្លួនបានលួចរបស់បងស្រីយកមកបង្ហាញដល់នាយយមឃើញប្រាក់នោះភ្លាមនាយយមក៏បានសួរថានេះជាអ្វីជាមាសឬទេវីដកដង្ហើមធំបន្តិចហើយក៏និយាយថាខ្ញុំក៏មិនស្គាល់ដែរបងប៉ុន្តែខ្ញុំឮបងរំដួលនិយាយថានេះជារបស់ព្រះរាជទានដែលបងសូត្រយកមកឲ្យបងរំដួលនាយយមដាក់ដាវចុះហើយក៏តបវិញថាអញ្ចឹងនិយាយចុះឡើងទេវីចង់ប្រាប់បងថាទេវីកំពុងតែច្រណែនរំដួលហើយមែនទេទេវីក៏បានយកប្រាក់នោះទុកវិញហើយក៏តបវិញថាហេតុអ្វីក៏បងរំដួលតែងតែទទួលបានអ្វីដែលលើសខ្ញុំជានិច្ចជាពិសេសគឺពីបងសូត្រនាយយមស្ដាប់ហើយក៏បានតបថានេះចំណែនបងស្រីឬក៏ប្រច័ណ្ឌបងស្រីទេវីស្ដាប់ហើយក៏បានតបថាបងកំភៃខ្ញុំមិនភ្លេចសន្យារបស់ខ្ញុំទេដរាបណាបងនៅតែជួយខ្ញុំស្ដាប់ហើយនាយយមក៏បានញញឹមបន្តិចទេវីចិត្តខ្លាំងគួរសមបងពិតជាចូលចិត្តអ្នកទាំងពីរនិយាយគ្នាហើយទេវីក៏បានចាក់ចេញពីទីនោះបាត់ទៅ